សេចក្តីថ្លែងការណ៍ស្តីពីសាលក្រមតុលាការបង្គាប់ឲ្យចាប់លោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិបណ្ដាញយុវជនកម្ពុជាសកលថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរបបក្រុងភ្នំពេញដែលមានលោកហ៊ុនសែនជាប្រធានព្រឹទ្ធសភានិងលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៅក្នុងករណីប្រើប្រាស់ប្រព័ន្ធតុលាការបង្គាប់ឲ្យចាប់ខ្លួនរួមទាំងការពិន័យប្រាក់4លានរៀលដកហូតសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតលើលោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិនាព្រឹកថ្ងៃទី5ខែឧសភាឆ្នាំ2025បណ្ដាញយុវជនកម្ពុជាសកលចាត់ទុកការសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញជាការសម្រេចក្តីដោយអយុត្តិធម៌បំផុតចំពោះលោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិនេះគឺជាករណីគំរាមកំហែងបំបិទសម្លេងប្រឆាំងនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើអ្នកស្នេហាជាតិស្រឡាញ់លទ្ធិប្រជាធិបតេយ្យហ៊ាននិយាយការពិតពីបញ្ហាសង្គមដែលវាបានបង្ហាញឲ្យឃើញអំពីភាពកំសោយរបស់រដ្ឋាភិបាលតត្រកូលនាពេលបច្ចុប្បន្នជាមួយគ្នានេះដែរបណ្ដាញយុវជនកម្ពុជាសកលសូមអំពាវនាវដល់អង្គការជាតិអន្តរជាតិសង្គមស៊ីវិលជាពិសេសអង្គការសហប្រជាជាតិជួយឃ្លាំមើលនិងជំរុញឲ្យរដ្ឋាភិបាលរបបក្រុងភ្នំពេញត្រូវគោរពរដ្ឋធម្មនុញ្ញអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដារប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សបើកលំហសិទ្ធិសេរីភាពទម្លាក់បទចោទលើលោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិនិងដោះលែងអ្នកជាប់ឃុំទាំងអស់ដោយគ្មានលក្ខខណ្ឌធ្វើនៅថ្ងៃច័ន្ទ9កើតខែពិសាខឆ្នាំម្សាញ់ឆស័កពុទ្ធសករាជ2569នៅសហរដ្ឋអាមេរិកត្រូវនឹងថ្ងៃទី5ខែឧសភាឆ្នាំ2025បណ្ដាញយុវជនកម្ពុជាសកល